លោកពូទីនថ្លែងក្នុងឱកាសទិវាឯករាជ្យកូរ៉េថាអ៊ុរស៊ីនិងកូរ៉េខាងជើងនឹងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានផ្លាស់ប្តូរសារគ្នាដើម្បីអបអរសាទរខួបលើកទី81នៃការរំដោះកូរ៉េពីការគ្រប់គ្រងអាណានិគមជប៉ុននៅថ្ងៃទី16ខែសីហាដោយបានបញ្ជាក់ជាថ្មីនៅទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរយោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Putin បានលើកឡើងនៅក្នុងសាររបស់លោកថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងកូរ៉េខាងជើងនឹងបន្តទៅមុខទៀតលើគ្រប់វិស័យខណៈដែលលោកគីមបានកោតសរសើរចំពោះទំនាក់ទំនងដែលបានបន្តនៅប្រវត្តិសាស្ត្រនៃការតស៊ូរួមគ្នាដើម្បីយុត្តិធម៌និងប្រពៃណីដ៏មានតម្លៃនៃមិត្តភាពកូរ៉េខាងជើងបានក្លាយជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់មួយសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដោយបានផ្គត់ផ្គង់កងទ័ពមីស៊ីលនិងគ្រាប់រំសេវសម្រាប់កាំភ្លើងធំនៅក្នុងសន្ទរកថានៅពេលល្ងាចថ្ងៃទី10ខែសីហាលោក Zelensky បានមានប្រសាសន៍ថារុស្ស៊ីបានទទួលការដឹកជញ្ជូនមីស៊ីលប្លង់បន្ថែមទៀតពីទីក្រុងខ្ជុងយ៉ាងដែលនេះគឺជាការវិវត្តចុងក្រោយបំផុតនៅក្នុងសម្ព័ន្ធភាពយោធាដ៏ស៊ីជម្រៅរវាងទីក្រុងមូស្គូនិងទីក្រុងខ្ជុងយ៉ាងដែលរួមបញ្ចូលទាំងការផ្គត់ផ្គង់អាវុធនិងកងទ័ពផងដែរកងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះមីស៊ីលប្លង់រយៈចម្ងាយខ្លីនិងមធ្យមប្រភេទ KN-23 និង KN-24 របស់កូរ៉េខាងជើងក្នុងអំឡុងពេលនៃការវាយប្រហារលើប្រទេសអ៊ុយក្រែនលោក Zelensky បានលើកឡើងថាមីស៊ីលប្លង់របស់កូរ៉េខាងជើងត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារមួយនៅទីក្រុង Zaporizhzhia កាលពីថ្ងៃទី11ខែសីហានៅចុងខែកក្កដាមីស៊ីលរបស់កូរ៉េខាងជើងមួយគ្រាប់ទំនងជាបានសម្លាប់សមាជិកគ្រួសារចំនួន6នាក់នៅក្នុងទីក្រុង Kryvyi Rih ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថារុស្ស៊ីកំពុងត្រៀមទទួលទ័ពកូរ៉េខាងជើងចំនួន 30,000 នាក់បន្ថែមទៀតកាលពីមុនទីក្រុងខ្ជុងយ៉ាងបានបញ្ជូនទ័ពប្រហែល 14,000 នាក់ទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ2024ដែលពួកគេបានចូលរួមប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kurskលោកពូទីននិងលោកគីមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែមិថុនាឆ្នាំ2024ដែលរួមបញ្ចូលទាំងមាត្រាស្តីពីការការពារគ្នាទៅវិញទៅមកដោយសន្យាថានឹងផ្តល់ជំនួយប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីររងការវាយប្រហារ